តក្រចេះគឺជាខេត្តមួយដែលនៅតំបន់ខ្ពង់រាបប៉ែកឥសាននៃប្រទេសកម្ពុជាដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ជាប្រវត្តិសាស្ត្រនិងធនធានធម្មជាតិជាច្រើនថ្មីនេះខេត្តនេះទើបតែទទួលបានសមិទ្ធផលថ្មីគឺស្ពានមិត្តភាពកម្ពុជាចិនមេគង្គក្រចេះដែលបានបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កាលពីថ្ងៃទី25មីនាឆ្នាំ2026កន្លងទៅរដ្ឋមន្ត្រីក្រសួងទេសចរកម្ពុជាបានបង្ហាញពីក្តីសង្ឃឹមថាស្ពានដ៏វែងអន្លាយនេះនឹងជួយជំរុញឲ្យវិស័យទេសចរក្នុងខេត្តក្រចេះដោយនិយាយដោយឡែកនិងនិយាយជារួមវិស័យទេសចរទាំងមូលនៅកម្ពុជាកាន់តែមានភាពរីកចម្រើនសហការឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកធនាគារប្រៃសណីយ៍កម្ពុជាផ្ដល់ឱកាសឥតដែនកំណត់ Dara Insurance ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដ៏មានជំនឿទុកចិត្តខ្ពស់បំផុតប្រសិនបើលោកអ្នកត្រូវការគ្រឿងសង្ហារិមល្អប្រណិតសូមទៅកាន់ Suit Homeស្ពានមិត្តភាពកម្ពុជាចិនមេគង្គក្រចេះមានប្រវែង1761ម៉ែត្រមានទទឹងស្ពានប្រមាណ 13.5 ម៉ែត្រកន្លងផ្លូវរថយន្តចំនួន2កន្លងនិងមានផ្លូវថ្មើរជើងចំនួន2កន្លងនិងសសរស្ពានចំនួន36និងផ្លូវនាវាចរចំនួន100ម៉ែត្រគុណនឹង15ម៉ែត្រស្ពាននេះប្រើប្រាស់ឥណទានសម្បទានដោយរដ្ឋាភិបាលចិនប្រមាណ$114លាននិងសាងសង់ដោយក្រុមហ៊ុនចិនសៀងហៃហើយបានប្រារព្ធបើកការដ្ឋានសាងសង់ដំបូងកាលពីថ្ងៃទី2មករាឆ្នាំ2013ក្រោមអធិបតីភាពរបស់សម្ដេចហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជាបច្ចុប្បន្នលោកបាងប៊ិនប៊ិនទូតចិនប្រចាំនៅកម្ពុជាបានសម្ដែងការសាទរចំពោះការបើកឲ្យដំណើរការនៅស្ពានមិត្តភាពកម្ពុជាចិនមេគង្គក្រចេះនេះដោយក្នុងសារនោះលោកបានធានាថាស្ពាននិងថ្នល់សាងសង់ឡើងដោយចិននៅកម្ពុជានៅតែបន្តរីកឥតឈប់ឈរនិងលើកទឹកចិត្តកម្ពុជាឲ្យបន្តតស៊ូអភិវឌ្ឍបន្ថែមទៀតប្រមុខការទូតចិនរូបនេះបានចាត់ទុកថាស្ពានមិត្តភាពកម្ពុជាចិនមេគង្គក្រចេះនឹងក្លាយទៅជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ផ្លូវជាតិលេខ6ទៅលេខ7និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ភាគឦសាននិងភាគកណ្ដាលនិងភាគខាងលិចនៃប្រទេសកម្ពុជាចំណែកលោកហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានថ្លែងសារទរសមិទ្ធផលថ្មីនេះអមជាមួយនឹងក្តីរំពឹងថាស្ពានដ៏វែងអន្លាយនេះនឹងជួយជំរុញឲ្យវិស័យទេសចរក្នុងខេត្តក្រចេះនិយាយដោយឡែកនិងនិយាយជារួមវិស័យទេសចរក្នុងប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើនស្ពាននេះមិនមែនត្រឹមតែផ្ដល់នៅអត្ថប្រយោជន៍សពបែបយ៉ាងសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះទេប៉ុន្តែបានជាតម្លៃបន្ថែមទៀតដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តជិតខាងនិងនិយាយជារួមគឺប្រជាពលរដ្ឋទូទាំងប្រជាណាចក្រកម្ពុជាក៏ដូចជាភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកំសាន្តនៅប្រជាណាចក្រកម្ពុជាបាទអញ្ចឹងស្ពាននេះគឺជាសក្ខីភាពមួយក្នុងចំណោមសក្ខីភាពជាច្រើនសមិទ្ធផលជាច្រើនដែលសាធារណរដ្ឋប្រជាមានិតចិនមិត្តដៃថែបរបស់យើងនឹងបានផ្ដល់ជាបន្តបន្ទាប់មកដល់ប្រទេសកម្ពុជាដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនឡើងជាលំដាប់